អ្នកណាគេបាត់ប្តីអីមករកតែកន្លែងលក់សាច់អាំងគ្រឿងក្លែមនៅដីវាលមកកន្លែងនេះមកគ្មានទៅណាឆ្ងាយក្រៅពីកន្លែងហ្នឹងទេមិនដែលប្រទេសឲ្យលោកអើយលោកសាច់ក្លែមមួយចាន10000មួយចាន10000មានតាំងពីពោះវៀនតាន់សាច់គោអាំងគ្រឿងក្នុងអាំងជ្រលក់ជាមួយនឹងទឹកប្រហុកដាក់ម្ទេសច្របាច់ក្រូចឆ្មាមកហើយបើមានថែមឡាបយាយជាក់ដូចជា Gansberg Snow នេះទៀតឆ្ងាញ់សតន់ស្រួលញ៉ាំខ្លាំងមែនតើបើជាតិអាល់កុលវិញមានតិចជាងគេគឺត្រឹមតែ 3.9% ឯងបងប្អូនអញ្ចឹងមកគេថា Gansberg Snow cool like that ចឹងណាអែមស្លាប់កប់ពពកយកតែមែនតើហ្មងកន្លែងគាត់នេះគេហៅថាកន្លែងលាក់ដីឬក៏ដីវាលតាមតែគេហៅឯងបងប្អូនប៉ុន្តែបើសិនជាឈ្មោះគាត់ពិតគឺទីដីវាលលក់សាច់អាំងនិយាយទៅគាត់បើកលក់យូរហើយតាំងពី2016មកតាំងពីកន្លែងលក់នៅប្រក់សង្កសី2នាក់ប្តីប្រពន្ធរហូតមកដល់ឥឡូវបើកន្លែងដីវាលធំនេះមានបុគ្គលិកច្រើនខ្លាំងមែនតើបុគ្គលិកច្រើនចឹងនិយាយពីភ្ញៀវវិញមានរាល់ថ្ងៃពេញកន្លែងហ្មងភ្ញៀវខ្លះនៅដល់ភ្លឺក៏មានដែរដោយសារតែគាត់បើកលក់ចាប់ពីម៉ោង2ថ្ងៃរហូតដល់ភ្លឺពេលដែលបងប្អូនមកដល់កុំភ្លេចហៅម៉ឺនុយឆ្ងាញ់ប្រចាំកន្លែងរបស់គាត់ហ្មងគឺមានដូចជាបុកល្ហុងអង្កែបអាំងបកាអាំងសាច់គោអាំងហើយនេះគឺជាមុខសញ្ញារបស់ឆ្ងាញ់ជាងគេគឺពវៀនតាន់អាំងហ្នឹងហ្មងសាច់អាំងហ្នឹងគឺឆ្ងាញ់ហើយតែបើមកជ្រលក់ជាមួយនឹងទឹកប្រហុកដាក់ម្ទេសច្របាច់ក្រូចឆ្មាទៀតមកអូយស្រក់ទឹកមាត់ចង់ពីប៉ោតបើនិយាយពីមុខម៉ឺនុយនៅកន្លែងគាត់វិញមានចង់20-30មុខហើយបើនិយាយពីសាច់ហើយនឹងគ្រឿងក្នុងដែលគាត់អាំងវិញដាក់ពោទម្រាបគ្នាពេញតើតែម្ដងអាំងបដាភ្ញៀវចូលបដាអាលួសទៅគ្មានឲ្យសល់ទេអ្នកណាសែតខូចចិត្តអីនឹងមកញ៉ាំសាច់អាំងគ្រឿងក្លែមដាក់ឡាប់យាយជាក់បដាអង្គុយមើលទេសភាពនៅជាប់មាត់ទឹកខ្ញុំធានាឲ្យយកមកឈៀលហ្មងមើលនិយាយខំរៀបរាប់ប៉ុណ្្នឹងឯងមានយល់ខ្លះទេកុំនៅតែផ្ទះខ្លាំងពេកចេញមកស្រូបខ្យល់អាកាសខ្លះមកសម្រាប់ព័ត៌មានលម្អិតហើយនឹងទីតាំងរបស់គាត់ខ្ញុំដាក់នៅក្នុង comment អញ្ចឹងបងប្អូនអាចចូលទៅមើលបានហើយក៏អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះដល់ចប់ណា